សួស្តីអ្នកនរគ្នាខ្ញុំ Chelsea ត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតដោយផ្ដើមនៅភាគទី40របស់យើងហ្នឹងគឺគេបាននិយាយពីតួប្រុសរបស់យើងតាំងតែពីគាត់នៅតូចណាក៏ដោយឲ្យតែឃើញគាត់ណាគឺថាគាត់ហ្នឹងមើលទៅគឺដូចជាឪពុករបស់គាត់សូម្បីតែម្ដាយអូនយុកក៏គេនិយាយប្រាប់ដែរថាកូនរបស់ខ្លួនហ្នឹងសង្ហាមែនតើដូចជាឪពុករបស់គេអញ្ចឹងពេលដែលអូនយុកលឺហើយគឺគាត់មិនសូវជាដឹងអីទេពេលហ្នឹងព្រោះគាត់នៅក្មេងរហូតដល់ពេលដែលគាត់ចូលដល់វ័យជំទង់មិត្តភ័ក្តិនៅសាលាមកលេងផ្ទះគាត់គាត់ថាដែរថាគាត់ហ្នឹងដូចឪពុកគាត់ខ្លាំងណាពេលដែលមើលទៅកាន់ឪពុករបស់អូនយុកគឺដូចជាឃើញអនាគតរបស់អូនយុកអញ្ចឹងរហូតដល់មានរឿងមួយកើតឡើងពេលនោះយើងឃើញថាម្ដាយអូនយុកហ្នឹងគាត់កាន់ដងវីកូនគោវីបំបែករបស់របរនៅក្នុងបន្ទប់ហ្នឹងហើយយើងក៏ឃើញថាអូនយុកហ្នឹងក៏គាត់មានរបួសត្រូវម្ដងកូនគោហ្នឹងដែរពេលហ្នឹងរបួសហ្នឹងមើលទៅគឺខ្លាំងមែនទែនត្រូវទៅជាខាងឆ្វេងតែអូនយុកគាត់បានសម្លក់ទៅកាន់ឪពុករបស់គាត់ទាំងទឹកភ្នែកយើងឃើញថាឪពុករបស់គាត់កំពុងតែអោបស្រីក្មេងហើយយើងមើលដល់ទឹកមុខអូនយុកគឺដឹងហើយថាអូនយុកហ្នឹងគុំគូនឪពុកគាត់ខ្លាំងប៉ុណ្ណាកាត់មកដល់បច្ចុប្បន្ននេះវិញអូនយុកហ្នឹងគាត់កំពុងតែសរសេរអក្សរនៅក្នុងថ្នាក់អញ្ចឹងហើយស៊ូអេក៏នៅកន្លែងហ្នឹងដែរអូនយុកក៏ចាប់អារម្មណ៍ថាមើលទៅស៊ូអេហ្នឹងដូចជាទរន្ទរាខ្លាំងហើយនៅពេលដែលគាត់សម្លឹងទៅកាន់ស៊ូអេហ្នឹងគាត់មានអារម្មណ៍ថាដូចជាគាត់ហ្នឹងសម្លឹងទៅកាន់ម្ដាយរបស់គាត់អញ្ចឹងហើយនៅរឿងគ្រប់យ៉ាងដែលគាត់បានធ្វើជាមួយនឹងស៊ូអេទៀតធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថាគាត់ហ្នឹងក៏មិនខុសពីឪពុករបស់គាត់ដែរព្រោះតែយើងដឹងហើយថាឪពុកអូនយុកគាត់ជាមនុស្សដែលធ្វើអំពើថោកទាបផិតក្បត់ប្រពន្ធកូនហើយឥឡូវអូនយុកគាត់ក៏កំពុងតែធ្វើរឿងហ្នឹងដែរអញ្ចឹងហើយគាត់គិតថាពាក្យសម្ដីដែលគេនិយាយថាគាត់ដូចឪពុកគាត់ហ្នឹងគឺមិនខុសទេឥឡូវហ្នឹងពេលហ្នឹងស៊ូអេហ្នឹងក៏ងាកមុខមកខ្វាហើយក៏និយាយទាំងអលួយថាអូនយុកផែនការយើងអូនយុកយើងគាត់ភ្ញាក់ដូចឃើញខ្មោចគាត់ក៏នឹកឃើញថាផែនការអីចេះហើយស៊ូអេក៏ថាខ្ញុំទៅតែនឹកឃើញអូនយុកពេលលឺអញ្ចឹងនិយាយពីផែនការក្បត់ហ្នឹងមែនហើយអូនយុកក៏នឹកឃើញទៅដល់ពាក្យសម្ដីដែលស៊ូអេចង់ធ្វើដូចជាមានអោបថើបអីជាដើមហ្នឹងហើយអូនយុកក៏ឆ្ងល់ថាធ្វើឥឡូវហ្នឹងមែននៅសាលាហ្នឹងមនុស្សច្រើនណាអូនយុកហ្នឹងក៏ប្រឹងប្រកែកមុនថាអត់ទេខ្ញុំអត់ទាន់ត្រៀមខ្លួនរួចទេតែស៊ូអេបែរជានិយាយថាអូនយុកជួយទៅយកប្រទះក្តៅឲ្យខ្ញុំពីកន្លែងអ្នកគ្រូពេទ្យបានអត់អូនយុកលឺឲ្យឡើងមីងមែងហើយគាត់ឡើងគិតដល់ជើងមុងជើងមេឃណោះអូនយុកហ្នឹងគាត់ដូចអត់ចង់ជឿគាត់ក៏សួរបញ្ជាក់ថាអីគេស៊ូអេហ្នឹងគាត់និយាយប្រាប់ដងទៀតទៅថាឲ្យទៅជួយយកប្រទះក្តៅហ្នឹងពីកន្លែងអ្នកគ្រូពេទ្យតិចមកអរគុណអូនយុកសួរថាតែប៉ុណ្្នឹងឯងហើយស៊ូអេក៏ងក់ក្បាលថាហ្នឹងហើយតែប៉ុណ្្នឹងទេហើយមើលទៅអាការៈស៊ូអេហ្នឹងគឺគាត់មកខែគាត់អត់សួរខ្លួនចុកពោះអីអញ្ចឹងត្រូវការរកអីក្តៅដើម្បីមកស្អំពោះហើយអូនយុកហ្នឹងគឺសើនមែនតើនៅសួរបញ្ជាក់តដែរទៀតថាត្រូវការឲ្យខ្ញុំធ្វើតែប៉ុណ្្នឹងទេស៊ូអេហ្នឹងនៅតែងក់ក្បាលប្រាប់ថាហ្នឹងហើយកូនប្រុសខ្ញុំហ្នឹងក៏ប្រកែកថាប៉ុន្តែវាអត់នៅក្នុងផែនការរបស់យើងផងហ្នឹងស៊ូអេហ្នឹងក៏បកស្រាយដោយសារតែចែខ្ញុំហ្នឹងមានមិត្តប្រុសប៉ុន្តែមិត្តភ័ក្តិរបស់មិត្តប្រុសរបស់ខ្ញុំដែលមានពាក្យចចាមអារាមថាកំពុងតែមានទំនាក់ទំនងជាមួយខ្ញុំហ្នឹងបានទៅយកថង់កម្ដៅហ្នឹងមកឲ្យខ្ញុំស្នាប់ទៅវាអត់ធម្មតាទេហើយរឿងហ្នឹងក៏អាចធ្វើឲ្យមានការប្រច័ណ្ឌផងដែរអូនយុកលឺគាត់ថាបាទចាំគាត់ទៅធ្វើអូនយុកគាត់ក៏បានទៅបន្ទប់ពេទ្យយកថង់កម្ដៅហ្នឹងមកឲ្យស៊ូអេតាមដំបូន្មានអូនយុកគាត់ព្យាយាមប្រាប់ខ្លួនឯងថាប៉ុណ្ណឹងអត់អីទេវាមិនមែនជាការផិតក្បត់ទេគាត់គ្រាន់តែធ្វើទូនាទីជាមិត្តល្អនិយាយទៅគឺគាត់អត់ចង់ធ្វើជាមនុស្សថោកទាបដូចជាឪពុករបស់គាត់ហ្នឹងហើយសាច់រឿងយើងគេក៏កាត់មកដល់ពេលដែលសាលារៀនហ្នឹងគឺបញ្ចប់ឆមាសទី1ធម្មតាពេលបញ្ចប់ឆមាសអញ្ចឹងសិស្សហ្នឹងគឺគេនាំគ្នាទៅដើរលេងអីអញ្ចឹងទៅហើយពូម៉ាក់ស៊ូអេហ្នឹងក៏ស៊ូអេថាថ្ងៃហ្នឹងហែងទៅដេតជាមួយមីនូមែនស៊ូអេថាចាហ្នឹងហើយចូលពួកយើងទៅណាដែរហើយមិត្តភក្តិគេ3នាក់ក៏ប្រាប់ថាអូថ្ងៃហ្នឹងពួកខ្ញុំទៅញ៉ាំតុកបូគីហើយទៅមើលរឿងបន្ទាប់មកទៅជើងខារ៉ាអូខេប៉ុន្តែស្ដាយតែស៊ូអេនឹងអត់អាចមកជាមួយពួកយើងបានហើយបន្ទាប់មកមិត្តភក្តិស៊ូអេនឹងក៏លាស៊ូអេទៅបាត់ទៅហើយស៊ូអេគាត់ពងទៅពិបាកចិត្តគាត់ថាធម្មតាពេលដែលបញ្ចប់ឆមាសគាត់ប្រកាសជាមានអារម្មណ៍ថាគាត់នឹងគឺមានសេរីភាពហើយប៉ុន្តែឥឡូវហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់មានសេរីភាពបន្តិចសោះហើយសួរថាហេតុអីមែនគឺអញ្ចេះ CEO ហ្នឹងតែងតែផ្ញើសារមកគម្រាមស៊ូអេសឹងរាល់ថ្ងៃស៊ូថាស៊ូអេមិនអត់ទាន់មានដំណើរការអីតិចសោះចឹងតាក់ទងទៅនឹង Love Point ព្រោះតែស៊ូអេឥឡូវហ្នឹងគឺអត់ទាន់អាចតម្លើង Love Point របស់ខ្លួនឯងបានណាហើយសូម្បីតែពេលដែលអូនយុកហ្នឹងបានទៅយកថង់កម្ដៅមកឲ្យស៊ូអេហ្នឹងទូស្រីក៏ចាប់អារម្មណ៍ទៅមើលមីនូដែរឃើញថាមីនូសម្លក់សម្លើតមកប៉ុន្តែ Love Point របស់ស៊ូអេហ្នឹងគឺអត់មានការប្រែប្រួលអីទេហើយស៊ូអេក៏បានព្យាយាមនៅវិធីសាស្ត្រផ្សេងៗដែរដូចជាដើរធ្វើជាជួលរូបថតអីអញ្ចឹងហើយរូបថតណាគឺជារូបថតដែលស៊ូអេហ្នឹងទៅថតលេងជាមួយនឹងអូនយុកពេលនោះមីនូក៏រៀងរករឿងដែរថាហេតុអីបានជាស៊ូអេហ្នឹងទៅថតរូបចឹងមួយអូនយុកនិយាយទៅមីនូហ្នឹងរៀងខឹងប៉ុន្តែ Love Point ស៊ូអេហ្នឹងក៏អត់ប្រែប្រួលនៅតែដែរហើយពេលដែលទៅជួបមីនូស៊ូអេហ្នឹងក៏បានរៀបចំផែនការដែរពេលហ្នឹងគឺស៊ូអេបបួលអូនយុកហ្នឹងដើរកាន់ដៃគ្នាគេធ្វើលក្ខណៈថាដើរកាន់អញ្ចឹងទៅដល់ពេលមីនូឃើញគេនឹងក៏ធ្វើជាអូ my god ច្រឡំហើយក៏ឡោះដៃចេញពីគ្នាអីចឹងទៅធ្វើដូចជាលួចលាក់ឲ្យមីនូហ្នឹងសង្ស័យអញ្ចឹង
ហើយមីនូពិតជាបានឃើញហើយជ្រួញចៅមែនប៉ុន្តែគឺអត់មានអីផ្លាស់ប្ដូរទេសួរអេហ្នឹងគឺស្លន់ស្លោមែនតើហើយសួរអេហ្នឹងចង់ផ្ញើសារទៅកាន់ CEO នៅមែនតើថាជួយខ្ញុំផងប៉ុន្តែខ្លួនក៏កែពាក្យហ្នឹងវិញដោយនិយាយថាទុកពេលឲ្យខ្ញុំហ្នឹងបន្តិចទៀតមកបន្ទាប់មកសាច់រឿងហ្នឹងគេក៏កាត់មកថ្ងៃបន្ទាប់ទៀតដែលនៅសាលាថ្ងៃហ្នឹងគឺគេនិយាយតាក់ទងទៅនឹងរឿងដែលម្សិលមិញគេនាំគ្នាទៅមើលហ្នឹងហើយរឿងហ្នឹងល្បីខ្លាំងមែនតើគេមើលហើយគេនាំគ្នានិយាយពេញហ្នឹងហើយមិត្តភក្តិស៊ូអេហ្នឹងក៏ឆ្លៀតស៊ូអេដែរថាម្សិលមិញមានបានទៅមើលរឿងមួយមីនូអត់ស៊ូអេក៏ថាអូគាត់បានមើលតើមិត្តភក្តិហ្នឹងក៏សួរដែរថាម៉េចឥឡូវត្រូវគ្នាមួយមីនូហើយមែនស៊ូអេថាអូប្រហែលជាត្រូវគ្នាហើយដោយសារតែមួយថ្ងៃហ្នឹងគឺស៊ូអេព្យាយាមធ្វើម៉េចឲ្យមីនូខឹងប្រច័ណ្ឌអីចឹងដើម្បីដំឡើងលប point មិនដែរវាមានអីប្រែប្រួលទេហើយនៅក្នុងសាច់រឿងហ្នឹងផងដែរសាច់រឿងគឺគេនិយាយពីការលួចលាក់ផឹកក្បត់រវាងមិត្តភក្តិនិងមិត្តភក្តិអីចឹងណាដូចថាទូស្រីស្រឡាញ់គ្នាមួយតួប្រុសហើយលួចលាក់ជាមួយនឹងមិត្តភក្តិតួប្រុសទៀតហើយកំឡុងពេលដែលមើលរឿងហ្នឹងស៊ូអេសម្លឹងទៅកាន់មីនូគឺស្ងាត់ស្ងៀមធម្មតាហើយស៊ូអេហ្នឹងគឺធន់មែនតើហើយពេលហ្នឹងមិត្តភក្តិស៊ូអេហ្នឹងក៏និយាយតាក់ទងទៅនឹងអត្តចរិតរបស់តួស្រីគាត់ថាស្អប់តួស្រីមែនតើហើយអីបានជាតួស្រីចង់សងសឹកតួប្រុសទៅធ្វើរឿងអញ្ចឹងគឺតាក់ទងជាមួយមិត្តភក្តិតួប្រុសហើយនិយាយថាអូបើសិនជាខ្លួនវិញណាធ្វើអញ្ចឹងទៅមិនរួចទេហើយស្ដាប់ទៅអ្នកទាំងអស់គ្នាគឺដូចជានិយាយថាឲ្យតួស្រីយើងអញ្ចឹងគឺស៊ូអេយើងហ្នឹងហើយព្រោះស៊ូអេហ្នឹងកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចតួស្រីហ្នឹងអញ្ចឹងហើយមិត្តភក្តិស៊ូអេនិយាយមកគឺស្អប់តួស្រីនៅក្នុងរឿងហ្នឹងខ្លាំងមែនតើនិយាយថាអូបើខ្លួនមានណាគេស្គាល់ឲ្យធ្វើច្រឹកអញ្ចឹងខ្លួននឹងកាត់ផ្ដាច់ភ្លាមហ្មងហើយស៊ូអេយើងគឺប្រឹងខ្ជិបមាត់អត់ហ៊ាននិយាយអីដោយសារតែរឿងហ្នឹងនិយាយមកគឺដូចគេថាឲ្យខ្លួនឯងអញ្ចឹងហើយអាប្រឹងបិទមាត់អត់ចង់និយាយអីហើយស្រាប់តែមិត្តភក្តិស៊ូអេហ្នឹងសួរថាចុះស៊ូអេហ្នឹងគិតមិនដែរស៊ូអេហ្នឹងក៏ចាក់បដ ாய் តាមទឹកទៅថាហ្នឹងហើយខ្ញុំក៏យកស្របដែរខ្ញុំមិនយល់ពីតួស្រីហ្នឹងសោះពីពេលហ្នឹងស៊ូអេក៏លឺលៀងចេញមកពីមកក្រុមតួប្រុសនឹងមកបែកនៅដែរអញ្ចឹងពេលហ្នឹងមិត្តភក្តិមីនូជាមួយមីនូគេពងតែនិយាយគ្នាដែរហើយគ្រប់គ្នាក៏និយាយពីតួស្រីហ្នឹងដែរថាតួស្រីហ្នឹងគឺចរិតថោកខ្លាំងហ្មងហើយគេក៏ឆ្លៀតសួរមីនូដូចគ្នាថាចុះមីនូបើសិនជាមីនូឯងជួបអញ្ចឹងគិតមិនដែរថាមីនូហ្នឹងនឹងគិតដូចម្ដេចហើយនឹងធ្វើដូចម៉េចនៅពេលដែលមានមិត្តស្រីធ្វើអញ្ចឹងមីនូថាខ្ញុំហ៎បើខ្ញុំខឹងខ្លាំងដល់ថ្នាក់មានការថើបគ្នាហ្នឹងគឺហួសព្រំដែនហើយថើបគ្នាជាមួយនឹងមិត្តភក្តិខ្ញុំទៀតហើយពេលហ្នឹងមីនូថែមទាំងនិយាយទៀតថាក្នុងនាមយើងជាមនុស្សប្រុសយើងក៏មានកិត្តិយសរបស់យើងដែរអញ្ចឹងហើយយើងត្រូវតែព្យាយាមយកនាងមកវិញឲ្យបានពេលដែលសួរអីលឺអញ្ចឹងហើយគាត់ក៏នឹកឃើញគាត់ថាហ្នឹងហើយបើសិនជាណាម្នាក់គាត់ពិតជាចង់បានរបស់ហ្នឹងមែនណារឿងអីក៏គេអាចធ្វើបានដែរហើយដោយសារតែសួរអីឥឡូវហ្នឹងគឺគាត់អស់ផ្លូវហើយអញ្ចឹងហើយស្អីក៏គាត់អាចធ្វើបានដែរចឹងហើយបានជាឥឡូវហ្នឹងគឺគាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយហ្នឹងហើយស្ថានភាពមួយហ្នឹងគឺយើងមើលខ្លួនឯងទៅហើយយើងងាកមកមើលលោក CEO នេះវិញគឺគាត់ stress មែនតើគាត់ថាអត់មានរឿងអីកើតឡើងសោះធ្វើឲ្យគាត់ហ្នឹងធុញខ្លាំងមែនតើហើយគាត់ហ្នឹងក៏ចុចបើកទូមើលឃើញថាសួរអីហ្នឹងដូចជាអត់មានឃើញលទ្ធផលអីសោះហើយគាត់ក៏ស្រែកសួរមកថាមានអីដែលធ្វើឲ្យគាត់ធ្វើឲ្យសប្បាយអត់រាប់តែពេលហ្នឹងលេខាគាត់ក៏បើកទ្វារចូលមកគាត់ថាបើសិនជាយើងធុញមិនក៏មិនប្រឹងមកធ្វើការងារខ្លះទៅនេះបើតនេខ្លាំងណាស់មកសញ្ញាឯកសារទុកមកហើយលោកលេខាហ្នឹងគាត់ក៏ដូរទូរទស្សន៍ហ្នឹងទៅជាផ្ទាំងនិយាយពីដូវ៉ានេះវិញតែគាត់ហ្នឹងបានលើកឡើងថាដូវ៉ានឹងមានប្រជាប្រិយភាពខ្លាំងនៅក្នុងកំឡុងឆ្នាំ19របស់គាត់ចង់មានន័យថានៅក្នុងអាយុ19របស់គាត់ហ្នឹងលប point របស់គាត់ហ្នឹងនឹងស្ទុះឡើងខ្លាំងមែនតើហើយឥឡូវអាយុដូវ៉ាគឺទៅតែ18ឯងអញ្ចឹងគឺឆ្នាំក្រោយហ្នឹងហើយសំខាន់ណាគឺសល់តែ5ខែទៀតទេគឺដល់ឆ្នាំក្រោយអាយុ19របស់គាត់ហ្នឹងហើយប៉ុន្តែដូចតែយើងដឹងហើយថាដូវ៉ាហ្នឹងគឺក្បាលរឹងខ្លាំងមែនតើអត់ព្រមទេហៅមិនក៏មិនព្រមមកដែរតែលេខាគាត់ថាមិនអីតែគាត់នឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងក៏ដោយរហូតដល់ថ្ងៃ deadline មួយហ្នឹងគ្រាន់តែលោក CEO ឮថា deadline ភ្លាមគឺគាត់នឹកឃើញភ្លាមគាត់ថាគាត់នឹកឃើញហើយធ្វើអីក៏ដោយគឺត្រូវតែមាន deadline មានន័យថាយើងកំណត់ថ្ងៃថាត្រូវចប់ថ្ងៃណាគឺត្រូវតែចប់ថ្ងៃហ្នឹងបើមិនជាអត់មាន deadline ហ្នឹងទេគឺអត់ដឹងថ្ងៃណាចប់ទេហើយលោក CEO យើងក៏ចុចទូរស័ព្ទពាក់ប៉ក់ផ្ញើសារទៅកាន់ស៊ូអេនៅក្នុងសារហ្នឹងគឺបានណាត់ឲ្យស៊ូអេហ្នឹងទៅជួបគាត់នៅកន្លែងអគារគេបោះបង់ជាន់ទី9ពេលដែលស៊ូអេទៅហ្នឹងអគារបោះបង់ជាន់ទី9ហ្នឹងគឺជាជាន់ដែលខ្ពស់ជាងគេបង្អស់ហើយអគារហ្នឹងគេបោះបង់ចោលរយៈពេល2ឆ្នាំហើយពេលដែលស៊ូអេទៅដល់កន្លែងណាត់ជួបហ្នឹងគឺជាការដ្ឋានកន្លែងគេសាងសង់អត់ទាន់ហើយទេពេលដែលស៊ូអេដើរទៅចិត្តប្រហោងមួយហ្នឹងសាប់តែសុកស៊ូអេហ្នឹងក៏ធ្លាក់ចូលទៅក្នុងប្រហោងហ្នឹងយកហ្មងហើយពេលដែលធ្លាក់មកហ្នឹងស៊ូអេហ្នឹងគឺយន់ត្រូវរបួសខ្លាំងមែនតើគាត់គិតថាគាត់ហ្នឹងគឺស្លាប់ហើយតែសុកគាត់ក៏ស្រាប់មានអារម្មណ៍ថាគាត់ហ្នឹងកំពុងតែលិចចូលទៅក្នុងទឹកធ្វើឲ្យគាត់ហ្នឹងឆ្លក់ទឹកខ្លាំងមែនតើដូចជាមនុស្សដែលលងទឹកស្លាប់ចឹងណាស្រាប់តែញាក់មកម្ដងទៀតស្រាប់តែស៊ូអេហ្នឹងគាត់នៅពីមុខឡានគឺត្រូវឡានបុកហើយតម្រាំតែស៊ូអេគាត់ភ្ញាក់ដឹងខ្លួនហ្នឹងគឺគាត់ចាប់អារម្មណ៍ថាគាត់ហ្នឹងគឺបានទទួលប័ណ្ណពិសោធន៍ស្លាប់3ដងមានទាំងធ្លាក់ពីលើអគារលងទឹកហើយនឹងឡានបុកពេលដែលស៊ូអេបើកភ្នែកមកក៏ឃើញថាខ្លួនហ្នឹងវានឹងត្រូវធ្លាក់ពីលើអគារមួយសាទៀតហើយនិយាយទៅការស្លាប់ទាំងអស់ហ្នឹងដូចជាការសណ្ដំមួយ
ធ្វើឲ្យស៊ូអេគាត់មើលឃើញថាខ្លួនហ្នឹងបានទៅទទួលរងរឿងទាំងអស់ហ្នឹងចឹងហើយពេលហ្នឹងឯងដែលលោក CEO ហ្នឹងគាត់ប្រាប់ថាគាត់នឹងដាក់ deadline ឲ្យស៊ូអេដើម្បីដំឡើងលបភ័ណ្ឌរបស់ខ្លួនដោយស៊ូអេហ្នឹងគឺមានរយៈពេលរហូតដល់ខ្សាច់មួយហ្នឹងហូរអស់ហើយក៏ទម្លាក់ខ្លួនស៊ូអេពីជាន់ខ្ពស់ហ្នឹងមកដែលនិយាយថាបើសិនជាស៊ូអេហ្នឹងអត់អាចសម្រេចរឿងហ្នឹងមុនពេលកំណត់ទេរឿងដែលបានកើតឡើងមិញហ្នឹងគឺមិនមែនជាការសម័យសម័យទៀតទេគាត់នឹងធ្វើឲ្យកើតឡើងទៅជាការពិតហើយពេលដែលស៊ូអេធ្លាក់ពីលើអាគារលើកទី4ហ្នឹងគាត់ក៏ភ្ញាក់ខ្លួនហើយគាត់ឃើញថាខ្លួនគាត់ហ្នឹងកំពុងតែឈរនៅកន្លែងដែលគេទុកចោលហ្នឹងហើយពេលហ្នឹងគឺគាត់ភ័យខ្លាំងមែនទែនគាត់ថាបើសិនជាគាត់អត់អាចធ្វើមុនពេលកំណត់ហ្នឹងបានទេគាត់ប្រកាសជាស្លាប់មែនទែនហើយចឹងហើយបានជាស៊ូអេឥឡូវហ្នឹងគឺណាត់ជួបអ៊ុនយុកហ្នឹងនៅកន្លែងស្ងាត់តែ2នាក់ឯងហើយពេលដែលអ៊ុនយុកចូលមកគាត់ងាកឆ្វេងងាកស្ដាំហើយក៏សួរថាស៊ូអេហ្នឹងមានរឿងអីចង់សួរគាត់មិនមែនហើយហេតុអីបានចាំបាច់មកកន្លែងគេទុកចោលគួរឲ្យខ្លាចចឹងតែស៊ូអេមើលទៅដូចជាស្ទាក់ស្ទើរអត់ចង់និយាយចឹងអ៊ុនយុកហ្នឹងក៏សួរថាហើយអីគេមើលទៅដូចជាពិបាកនិយាយម៉េចចង់ប្រាប់ខ្ញុំពីរឿងអីមែនស៊ូអេហ្នឹងក៏ដកដង្ហើមបន្ធូរអារម្មណ៍បន្តិចសិនហើយក៏និយាយថាអ៊ុនយុកយើងក៏ដឹងដែរហើយខ្ញុំក៏គិតពីវាដែរខ្ញុំមានអារម្មណ៍ថាផែនការរបស់យើងគឺអត់ដំណើរការល្អទេខ្ញុំនិយាយហ្នឹងមិនមែនចង់ថាឲ្យពួកយើងហ្នឹងផិតក្បត់មែនតែនទៅបង្កើតគ្រួសារអីទេណាតែដូចដែលយើងបានដឹងហើយថាពីរអ្នកយើងសិតតែមានគោលដៅត្រូវសម្រេចរៀងៗខ្លួនតែបញ្ហាហ្នឹងគឺដោយសារតែមីនូឬក៏រ៉ាអឹមហ្នឹងមើលទៅដូចជាមិនគិតថាពួកយើងកំពុងតែផិតក្បត់សោះអញ្ចឹងហើយគឺពួកយើងបរាជ័យនៅក្នុងការសម្រេចគោលបំណងរបស់ពួកយើងដូច្នេះហើយឥឡូវហ្នឹងគឺខ្ញុំគិតថាពួកយើងត្រូវតែធ្វើអ្វីដែលរៀងជ្រុលហួសហេតុបន្តិចអ៊ុនយុកក៏ថាជ្រុលហួសហេតុហ្នឹងអីគេស៊ូអេក៏និយាយថាដូចជាការថើបអីអញ្ចឹងនិយាយហ្នឹងគឺនិយាយទាំងអស់មុខទៀតពេលដែលអ៊ុនយុកលឺហើយគឺសញ្ញាសួរពេញក្បាលគាត់ហ្មងអ៊ុនយុកហ្នឹងក៏ងាកមុខចេញស៊ូអេឃើញអ៊ុនយុកងាកមុខចេញអញ្ចឹងក៏ព្យាយាមចាក់មនោគមថាអត់ទេខ្ញុំមិនមែននិយាយថាពួកយើងត្រូវតែធ្វើរឿងហ្នឹងពិតប្រាកដទេពួកយើងគ្រាន់តែសម្ដែងទៅបានហើយពួកយើងក៏មិនមែនត្រូវការធ្វើឥឡូវភ្លាមដែរពួកយើងគ្រាន់តែព្យាយាមរកពេលណាដែលអាចឲ្យមីនូមើលមកគិតថាពួកយើងនឹងថើបគ្នាទៅបានហើយថ្ងៃហ្នឹងពួកយើងគ្រាន់តែធ្វើជាលក្ខណៈថាហាត់សមអីអញ្ចឹងតែមើលទៅអ៊ុនយុកហ្នឹងគឺស្ងាត់មាត់អត់មានមាត់ហ្មងស៊ូអេយើងគឺភ័យហើយខ្លាចថាអ៊ុនយុកហ្នឹងលេងជួយខ្លួនតែអ៊ុនយុកហ្នឹងបែរជាសួរថាតើពួកយើងនឹងធ្វើវាបែបម៉េចទៅហើយក៏ដើរមកចិត្តស៊ូអេសួរទៀតថាគាត់នឹងត្រូវធ្វើបែបម៉េចស៊ូអេឃើញអញ្ចឹងតែអាគាត់នឹងយកព្រមធ្វើហើយមែនហើយសំខាន់ណាស់ស្រួលជាងការគិតរបស់គាត់ទៀតគ្រាន់តែសុំឲ្យគឺព្រមហ្មងហើយដល់ពេលគេព្រមភ្លាមពេកស៊ូអេនឹងអត់ដឹងថាគូធ្វើអីឥឡូវហ្នឹងអ៊ុនយុកហ្នឹងក៏សួរថាយើងអត់ដឹងថាគូធ្វើអីទេត្រូវអត់ស៊ូអេលឺគេថាអញ្ចឹងខឹងប្រហើយថាអ៊ុនយុកឯងកុំចេះតែនិយាយខ្ញុំដឹងច្បាស់ខ្ញុំមានប័ណ្ណពិសោធន៍ពេញខ្លួនសំខាន់ណាស់ទៅទាញក្រួយកោឲ្យកូនប្រុសគេហើយបួយមាត់ដាក់ខ្ញុំពិបាកទទួលយកទូស្រីកន្លែងហ្នឹងខ្លាំងណាស់នេះហើយទូប្រុសសម្លឹងមើលបួយមាត់ទូស្រីហើយក៏ទាញដៃទូស្រីនេះមកដាក់លើស្មាខ្លួនវិញតែសួរថាយើងហ្នឹងបានទៅស្រាវជ្រាវច្បាស់នៅហ្នឹងអីយ៉ាខណៈមើលតកាយវិការដៃបងអូនយកទៅដឹងហើយថាអីយ៉ូដូចថាគេអ្នកស្រាវជ្រាវអញ្ចឹងសំខាន់គេឡើងសឡឹងមុខគ្នាហើយអូនយកភ្នែកគាត់គឺសឡឹងមើលបបោមាត់ស៊ូអេមែនតើណាស៊ូអេនេះអៀនប្រោយចំសំខាន់ណាស់អាគាត់ហ្នឹងមិនទៅអញ្ចឹងទេអោនមកទៀតហើយស៊ូអេហ្នឹងគឺចូលដែរបិទភ្នែកបដ ாய் តែអូនយកហ្នឹងក៏បានបញ្ឈប់ទង្វើមួយហ្នឹងហើយគាត់ក៏ងប់ឈើដើរចេញដោយនិយាយថាប៉ុណ្ណឹងប្រហែលជាបានហើយណាអញ្ចឹងខ្ញុំលាសិនហើយរួចក៏ដើរចេញទៅបាត់ទុកឲ្យស៊ូអេយើងនៅសេះមេះម្នាក់ឯងហើយស៊ូអេកំពុងតែវល់វល់នៅការគិតរបស់ខ្លួនថាអូនយកមិញណាពិតជាចង់ថើបខ្លួនមែនណាហើយខ្លួនហ្នឹងក៏តូចទុនប្រឹងតែថើបអូនយកវិញដូចគ្នាហើយមកមើលអូនយកដើរចេញមកក្រៅណែអូយគ្នានេះក៏មិនណយដែរខ្លួនហ្នឹងក៏គិតថាមិញហ្នឹងគឺមិនមែនសំដែងទេដូចវាថាម្នាក់គឺប្រុងតែមែនតែនណាមិញហើយបើថាប្រុងតែមែនតែនហើយវាក៏មិនមែនតែនទៅហើយអរគុណមែនតើសម្រាប់អ្នកដែលឧបត្ថម្ភ admin ទោះបីជា admin ហ្នឹងអត់ផុសរឿងចាឧបត្ថម្ភឲ្យ remark ប្រាប់ទៀតអរគុណមែនតើព្រោះបើអត់ឃើញ remark ហ្នឹងទេម្នាក់នេះប្រហែលជាបាត់ខ្លួនចេញពីពិភពសម្រាយរឿងយកប្រហើយហើយសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តការសម្រាយរបស់ខ្ញុំអាចឧបត្ថម្ភខ្ញុំបានហើយបើសិនជាអត់មានលទ្ធភាពទេក៏អត់អីដែរខ្ញុំអត់ដាក់សម្ពាធថាអូយត្រូវតែឧបត្ថម្ភខ្ញុំទេចឹងហើយអាច comment ពាក្យល្អៗអីជាដើមហ្នឹងគឺខ្ញុំចូលចិត្តអាន comment អ្នកទាំងអស់គ្នាមែនតើហើយបាយបាយជួបគ្នានៅវីដេអូក្រោយ